ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីពី Channel វិទ្យាសាស្ត្រ Computer 101 ហើយនេះគឺជាវីដេអូទី1នៃវគ្គសិក្សារបស់យើងគឺវគ្គ Fundamentals of Computers អញ្ចឹងវគ្គនេះគឺបងប្អូនទាំងអស់គ្នានឹងមករៀនអំពីមូលដ្ឋានគ្រឹះនៃ Computer ដែលយើងគេហៅថាមកសិក្សាឡើងវិញតាមពិតខ្ញុំធ្លាប់បានរៀនអំពី Basic of Computer ហ្នឹងម្ដងហើយតាំងពី2 3 4ឆ្នាំមុនប៉ុន្តែខ្ញុំយកវាមកធ្វើឡើងវិញដើម្បីadd អ្វីដែលថ្មីចូលទៅក្នុងហ្នឹងអញ្ចឹងឥឡូវយើងមកនិយាយអំពី table content អញ្ចឹងយើងចែកចេញជា6ហើយវីដេអូនេះគឺយើងនឹងមករៀនអំពីផ្នែកទី1អូខេហើយយើងមានទាំងអស់6វីដេអូហើយខ្ញុំក៏មានជាប្រភេទវីដេអូពេញដែរមានន័យថាយើងដាក់ទាំង6វីដេអូហ្នឹងចូលគ្នាជាតែមួយហ្មងព្រោះដោយសារតែបងប្អូនមួយចំនួនគាត់អត់ចង់មើលពេញទេគាត់ចង់មើលដាច់ៗអញ្ចឹងខ្ញុំធ្វើវីដេអូដាច់ៗហើយយើងនឹងដាក់វាចូលគ្នាសម្រាប់អ្នកដែលគាត់ចង់មើលពេញអូខេអញ្ចឹងយើងមាន6មេរៀនគឺចាត់ទុកថាជាមេតិកាធំៗចុះអញ្ចឹងទី1គឺយើងនឹងមក introduction to computer តើ computer ហ្នឹងមិនយើងនឹងមកនិយាយពីវាចំណុចទី2គឺយើងនិយាយអំពីធាតុផ្សំរបស់ computer ទី3យើងនិយាយអំពី data និង information ទី4គឺយើងនិយាយអំពីមូលដ្ឋានគ្រឹះទៅលើការប្រើប្រាស់ computer ដែលដំណើរការទៅលើប្រព័ន្ធប្រតិបត្តិការ Windows ឬក៏ computer Windows អញ្ចឹងណាតែយើងទិញពីហាងលក់ computer មកយើងរៀនប្រើខ្លះតិចតិចទៅខ្ញុំថតវីដេអូបញ្យល់អ្នកនរគ្នាទី5គឺយើងនឹងនិយាយអំពី networking ឬក៏ network ក៏ដូចជា internet យើងនឹងមករៀនពីវាឲ្យដឹងអំពីឧបករណ៍ network internet ហ្នឹងមិនយើងអាចថាដឹងជា basic ទេនិងចុងក្រោយគេគឺការរក្សានៅសុវត្ថិភាពចំពោះ computer របស់យើង computer security អូខេអញ្ចឹងតកតងជាមួយនឹង course objective ទាំងមូលហ្មងអញ្ចឹងខ្ញុំគិតថាអ្នកនរអាចថាចាត់ទុកថាជាសិស្សអញ្ចឹងនៅពេលដែលអ្នកនររៀននៅមុខវិជ្ជានេះគឺមែនតើខ្ញុំបង្កើតមុខវិជ្ជានេះគឺសម្រាប់គេហៅថាអ្នកដែលថ្មីតែម្ដងគាត់អត់ដឹងថា computer ហ្នឹងមិនអញ្ចឹងយើងមកដឹងអំពី basic concept of computer ក៏ដូចជាបច្ចេកវិទ្យាអញ្ចឹង course ទាំងអស់ហ្នឹងគឺខ្ញុំចង់ឲ្យអ្នកនរដឹងថា computer ហ្នឹងវាមិន computer ហ្នឹងមានប្រវត្តិបែបណាអញ្ចឹងទៅក៏ជាគ្រឿងក្នុងរបស់ computer ហ្នឹងគឺបូកផ្សំចូលគ្នាចេញជា computer ទាំងមូលហ្នឹងមានអីគេខ្លះទី3គឺអ្នកនរដឹងអំពីអ្វីជាទិន្នន័យអ្វីជា information ហើយអាទិន្នន័យនិង information ហ្នឹងវាដើរតួយ៉ាងម៉េចនៅក្នុងដំណើរការរបស់ computer មួយទៀតគឺយើងនិយាយអំពីប្រព័ន្ធប្រតិបត្តិការ Windows Computer គឺយើងនឹងមករៀនប្រើវាគោលដៅរបស់យើងដែលយើងពេលណាខ្ញុំបញ្ចប់ខុសទៅអ្នកដឹងណាពីការប្រើប្រាស់ការបើក file អីផ្សេងៗការចូលទីតាំងបង្កើត folder បិទបើកអីផ្សេងៗហ្នឹងទៅនិងមួយទៀតគឺនិយាយអំពី internet networking អំពីថា internet ហ្នឹងវា communicate world របស់យើងពីតំបន់មួយទៅតំបន់មួយហ្នឹងដោយរបៀបណានិងចុងក្រោយគេគឺយើងនឹងនិយាយអំពីការកំណត់នៅធ្វើម៉េចឲ្យ computer របស់យើងមានសុវត្ថិភាពហើយយើងនឹង practice នៅការ protect data របស់យើងនៅក្នុងប្រព័ន្ធ computer របស់យើងអញ្ចឹងថាតើយើងគួរដាក់ data យើងនៅណាមិនអីមិនអញ្ចឹងណាអូខេអញ្ចឹងអានេះគ្រាន់តែជា course objective ឥឡូវយើងចូលមកកាន់មេរៀនទី1តែម្ដងដែលយើងនឹងមកនិយាយអំពី introduction to computer យើងនិយាយតែពី computer សុទ្ធហ្មងនៅក្នុងភាគ1ហ្នឹងឲ្យដឹងថា computer ហ្នឹងវាមិនហិចមិនដឹងធម្មតាដឹងលំអិតខ្លាំងតែមែនហ្មងបាទអញ្ចឹង computer គឺជាគេថាគ្រឿងអេឡិចត្រូនិកមួយយើងអាចសម័យបានណារូបភាពនេះគឺជា computer ជា laptop អញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាគ្រឿងអេឡិចត្រូនិកមួយអាហ្នឹងជានិយមន័យវាណាជាគ្រឿងអេឡិចត្រូនិកមួយដែលវាដំណើរការទៅលើទិន្នន័យវាធ្វើការបំពេញការងារទៅតាមអ្វីដែលយើងឲ្យវាធ្វើអាហ្នឹងគេហៅថា instruction អ្វីដែលយើងឲ្យវាធ្វើហ្នឹងមិនមែនយើងបញ្ជាតាមចិត្តចង់ទេគឺយើងបញ្ជាវាតាមរយៈ program ឬក៏កម្មវិធីអញ្ចឹងយើងគ្រាន់តែប្រើប្រាស់កម្មវិធីហ្នឹងបញ្ជា computer ហ្នឹងឲ្យវាដំណើរការទៅតាមអ្វីដែលយើងចង់បានអញ្ចឹងទៅគឺវាចេញជាលទ្ធផលឲ្យយើងហើយអាសកម្មភាពទាំងអស់ហ្នឹងឯងគឺគេហៅថាជា process របស់ computer គឺការចេញពីការ input ការ process ក៏ដូចជា produce នៅ output តែគេ process គេ input គេ output អីហ្នឹងអញ្ចឹងខ្ញុំសូមលើកយកម៉ាស៊ីនគិតលេខនៅពេលដែលយើងចង់គណនាលេខចំនួន2ខ្ទង់ឧទាហរណ៍ថាយើងចង់យកលេខ1បូកលេខ2អញ្ចឹងយើងត្រូវចុចលេខ1សិនតោះមកយើងចុចលេខបូកតោះមកយើងចុចលេខ2តោះតែយើងចុចស្មើបានវាចេញជាលទ្ធផលឲ្យយើងអញ្ចឹងបានន័យថាដើម្បីឲ្យវាចេញជាលទ្ធផលឲ្យយើងលុះត្រាតែយើង input អញ្ចឹងយើងជាអ្នកប្រើប្រាស់យើងធ្វើការប្រើប្រាស់ដៃរបស់យើងចុចទៅលើប៊ូតុងហ្នឹងប៊ូតុងរបស់ក្តារចុចហ្នឹងមិនថា computer មិនថា Casio ឬក៏ម៉ាស៊ីនកាត់លេខហ្នឹងទេយើងចុចវាសិនអញ្ចឹងវានឹងទទួលយក input បន្ទាប់ពីវាទទួលយក input ហើយយើងបូកនឹង2
មានថាយើងចុចលេខ1ចុចលេខបូកចុចលេខ2ហើយគ្រាន់តែយើងចុចស្មើគឺវាធ្វើការ process វាដំណើរការនៅគេហៅថាការគណនាហ្នឹងតទៅពីគណនាចេញជាលទ្ធផលគឺវា output ហើយចុះ storage ឬក៏ការ store ហ្នឹងបានន័យថានៅពេលដែលអ្នកចុចលេខ1តើន័យហ្នឹងមិនមែនចេញលេខ1ហើយវាបាត់វិញទេអាលុតអេក្រង់ហើយបានន័យថាវាត្រូវការ stock ទុកនៅទីតាំងណាមួយឯងដើម្បីឲ្យវាចេញលេខ1នៅលើអេក្រង់ហ្នឹងចុះអាហ្នឹងគឺការដំណើរការដូចជាការ store វាមករយៈកាលមុនពេលដែលវា process ឬក៏កំឡុងពេលដែលវា process ហ្នឹងអញ្ចឹងនេះគឺជា main function វាគឺទី1ទាមទារឲ្យយើង input អីមួយទៅឲ្យវាឬក៏យើងបញ្ជាវាចង់វាធ្វើអីតបមកបន្ទាប់ពីបានការបញ្ជាហើយវានឹងធ្វើការដំណើរការបញ្ជារបស់យើងថាយើងចង់វាធ្វើអីគឺវាដំណើរការធ្វើនឹងហ្មងហើយបញ្ចេញជាលទ្ធផលឲ្យយើងហើយករណីខ្លះទៀតគឺវានឹង stock ទុកនៅក្នុងឧបករណ៍មួយហ្នឹងជា Casio ជា laptop កុំព្យូទ័រធំអីចឹងទៅចុះអាហ្នឹងគេមាន model មួយគេហៅថា IPOS អាហ្នឹងគឺ input process output storage អញ្ចឹងអាហ្នឹងគឺជាយមន័យកុំព្យូទ័រវាជាគ្រឿងអេឡិចត្រូនិកដែលមានតួនាទីទទួលយកទិន្នន័យ process ទិន្នន័យក៏ដូចជាបញ្ចេញជាលទ្ធផលឲ្យយើងទៅតាមអ្វីដែលយើងចង់ឲ្យវាធ្វើឥឡូវយើងមកនិយាយពីប្រវត្តិរបស់វាខ្ញុំអត់និយាយមានថាវែកញែកច្រើនអំពីវាទេព្រោះដោយសារអ្នកគ្នាដឹងពីវាទៅគេថាបានត្រឹមតែដឹងមិនមែនទៅ research អំពីគ្រឿងហ្នឹងទេព្រោះវាហួសសម័យកាលហើយអញ្ចឹងប្រវត្តិរបស់វាគឺចេញពី first generation ជំនាន់ទី1នៅក្នុងចន្លោះឆ្នាំ1940ដល់1956ចឹងជំនាន់ទី1នេះគឺគេប្រើប្រាស់នៅ vacuum tubes ចឹងអា vacuum tube ហ្នឹងគឺដូចអ្វីអ្នកគ្នាបានឃើញអញ្ចឹងគឺវារូបរាងវាគឺបែបហ្នឹងឯងហើយគឺគេប្រើប្រាស់វាទៅធ្វើជាគេហៅថា computer ជា circuit computer មួយហើយពេលហ្នឹងគឺវាដំណើរការជាមួយនឹង binary នេះគឺយើងនឹងរៀនដែរនៅក្នុងមេរៀន data និង information ហើយខ្ញុំក៏ធ្លាប់បានរៀនពីមុនដែរអំពី binary ហ្នឹងក៏ដូចជាអ្នកនរគ្នាធ្លាប់បានរៀនដែរកាលពីរៀនថ្នាក់ទី10នៅក្នុងថ្នាក់វិទ្យាល័យណាមេរៀនសំណុំមេរៀនរបបគោល2គោល8អីចឹងទៅអញ្ចឹងអា binary ហ្នឹងគឺជា machine language ដែលដំណើរការតែ2លេខឯងគឺលេខ0និងលេខ1អញ្ចឹងអា vacuum tube ហ្នឹងក៏វាដំណើរការទៅលើអា binary ហ្នឹងដូចគ្នាបច្ចុប្បន្នក៏នៅតែដំណើរការនៅលើហ្នឹងដែរគ្រាន់តែយើងប្រើប្រាស់ទម្រង់បច្ចេកវិទ្យាបែបថ្មីអញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍ទេគឺដូចជា ENIAC ឆ្នាំ1945ឧបករណ៍ហ្នឹងណាមួយទៀតគឺ UNIVAC 1ឆ្នាំ1951អញ្ចឹងនិយាយអំពី pro con វាវិញបានន័យថាពេលដែលយើងធ្វើកុំព្យូទ័រដែលដំណើរការដោយ vacuum tube ហ្នឹងគឺវាទាមទារនៅអាទំហំបន្ទប់របស់យើងហ្នឹងធំរួមសាយណាហើយវាត្រូវការស៊ីភ្លើងមែនតើវាឆាប់ក្តៅអីចឹងទៅប៉ុន្តែលក្ខណៈគេហៅថា pro វាគឺបានន័យថាវាជា electronic computer device មួយដែលគេថា first programmable ចេញដំបូងគេប៉ុន្តែមួយទៀតគឺវារៀងយឺតបន្តិចព្រោះដោយសារអីការគណនារបស់វាគិតជា millisecond ហ្នឹងគឺបានតែមក operation ទេយើងធ្លាប់តែយើងគិតលេខអញ្ចឹងណាយើងចុច Casio អញ្ចឹងក្នុងរយៈពេល1វិនាទីយើងអាចគណនារវាងលេខ1បូកនឹងលេខ1បានមក operation ហ្នឹងយើងយក1បូក1ចុចសញ្ញាស្មើទៅវាចេញជាលទ្ធផលយើងអាហ្នឹងគេហៅថាមក operation ហើយប៉ុន្តែក្នុងរយៈពេល1វិនាទីហ្នឹងយើងអាចគណនាបូកការបូកដកគុណចែកហ្នឹងបានរហូតដល់រាប់លានលេខអាហ្នឹងគឺគេហៅថាល្បឿន operation ក្នុង millisecond អញ្ចឹងកុំព្យូទ័រជំនាន់ថ្មីបានវាលឿនតែអានេះគឺវាយឺតខ្លាំងមែនទែនមក operation គឺចាយពេល1 millisecond អញ្ចឹងដោយសារតែវាយឺតវាត្រូវការភ្លើងខ្លាំងគេបានបង្កើតនៅរបស់ថ្មីមួយទៀតគឺ transistor អញ្ចឹងគេប្រើប្រាស់ transistor នៅក្នុង generation ទី2របស់កុំព្យូទ័រដែលកើតចាប់ពីឆ្នាំ1956ដល់1963អញ្ចឹងតើតង់បច្ចេកវិទ្យាវាគឺតួនាទីវាគឺគេវាដើរតួ replace ជាមួយនឹង vacuum tube នេះអញ្ចឹងអា transistor ហ្នឹងគឺរាងវាជើង3បែបនេះអញ្ចឹងវាទូចជាងអានេះវាលឿនជាងហើយពេលហ្នឹងក៏ចេញនៅភាសា programming មួយចំនួនដើម្បីយើងយកវាទៅប្រើជាមួយនឹងឧបករណ៍កុំព្យូទ័រប្រភេទនេះអញ្ចឹងតែហ្នឹងគឺយើងប្រើ Fortran ក៏ដូចជា COBOL អីចឹងទៅអញ្ចឹងនេះគាត់ជាឧទាហរណ៍ដូច IBM 1401និង THO គឺឧបករណ៍នេះឯងជាឧបករណ៍ហ្នឹងគឺដំណើរការនិយាយទៅវាជាកុំព្យូទ័រមួយបានន័យថាវាជា mainframe ទេពេលហ្នឹងអត់ទាន់មានអាកុំព្យូទ័រដែលមានអេក្រង់មានអីយើងយកតាមខ្លួនបាននេះគឺពេលច្រើនគឺប្រើប្រាស់នៅកន្លែងដែលគេថាអាជីវកម្មឬក៏ផ្នែកវិទ្យាសាស្ត្រហើយទេអញ្ចឹងឧបករណ៍ហ្នឹងគឺដំណើរការទៅលើ transistor ដែលប្រើប្រាស់នេះដូចខ្ញុំបង្ហាញនេះគឺវាមានច្រើនសន្តានដឹងថាវាជើង3អញ្ចឹងអាហ្នឹងគឺ transistor អញ្ចឹងវាតូចវាអីប៉ុន្តែវាថ្លៃអ្នកនរគ្នាដោយសារអីវាជា mainframe only គឺសំដៅលើកុំព្យូទ័រធំបែបហ្នឹងមួយទៀតគឺយើងផ្លាស់ប្ដូរពីប្រើ transistor មួយហ្នឹងគឺយើងបដូរវាទៅជាការបង្កើតជាគេថា circuit វិញ
គេថា integrated circuit circuit មួយដែលគេថាដាក់transistor ច្រើនចូលទៅក្នុងហ្នឹងអញ្ចឹងអាហ្នឹងគឺជា third generation របស់ computer ដែរចាប់ពីឆ្នាំ1964ដល់71អញ្ចឹងគឺគេថាគេ focus ទៅលើ silicon chip ឬក៏ ICS ហ្នឹងអញ្ចឹងអា silicon chip ហ្នឹងគឺវា pack នៅអា transistor ហ្នឹងច្រើននៅក្នុងអា component មួយនៅក្នុងឧបករណ៍មួយអញ្ចឹងវាត្រូវការ transistor ច្រើនមែនទែននៅក្នុងហ្នឹងអញ្ចឹងវាលែងទៅជាឧបករណ៍មួយដែលធំហើយគេព្យាយាមធ្វើវាកាន់តែទូចហើយដាក់នៅក្នុងឧបករណ៍តែមួយហ្នឹងឲ្យបានច្រើនហើយពេលហ្នឹងក៏ចាប់ផ្ដើមចេញនៅប្រព័ន្ធប្រតិបត្តិការ Unix ចេញក្នុងចន្លោះឆ្នាំ1960អញ្ចឹងអា Unix ហ្នឹងគឺអាចថាជា operating system ដំបូងគេដែរយើងអាចថាចាត់ទុកថាវាជាដំបូងមួយចុះអញ្ចឹងអាហ្នឹងគឺវាដូចទៅនឹង Linux Ubuntu អញ្ចឹងគ្រាន់តែនេះវាជាបិតារបស់ operating system ហើយអញ្ចឹងអាហ្នឹងចេញមកគឺដើម្បីយកទៅប្រើជាមួយនឹងអានេះឯងជាមួយនឹងឧបករណ៍កុំព្យូទ័រមួយអញ្ចឹងជាឧទាហរណ៍ដូច IBM system /360 ក៏ដូចជា DEC PDP 3.8ដូចឧបករណ៍នេះអញ្ចឹងឧបករណ៍នេះគឺដំណើរការដោយប្រើប្រាស់នៅគេហៅថា integrated circuit ICs silicon chip អញ្ចឹង pro con វាគឺបានន័យថាទំហំវាគឺវាកាន់តែទូចហើយតម្លៃវាក៏អាចថាកាត់បន្ថយទៅតាមហ្នឹងវាលឿនហើយអានេះពីច្រើនគឺគេប្រើប្រាស់នៅក្នុងគេហៅថាអវកាសឬក៏នៅក្នុង lab អូខេហើយបើនិយាយពីភាពគុណវិបត្តិវិញមិនន័យថាវាមានដែនកំណត់ណាមិនមែនថាមនុស្សទូទៅអាចប្រើវាបានទេវាប្រើបានថាអ្នកវិទ្យាសាស្ត្រឬក៏នៅលើ lab នៅលើអវកាសអីចឹងទៅអញ្ចឹងមនុស្សទូទៅអត់ទាន់ប្រើបានទេអញ្ចឹងចូលដល់ generation ទី4គឺចាប់ពីឆ្នាំ1971ដល់បច្ចុប្បន្នហ្នឹងឯងគឺគេប្រើប្រាស់ microprocessor អញ្ចឹង microprocessor គឺ focus ទៅលើ CPU ទៅលើ chip អីយ៉ាងឯងអញ្ចឹងអាហ្នឹងគឺគេថា microprocessor អញ្ចឹង CPU ទាំងមូលគឺនៅលើ chip តែមួយហើយមួយទៀតបានន័យថាវា plus ជាមួយនឹង million of transistor អញ្ចឹង CPU បច្ចុប្បន្នគឺគេហៅថាប្រើប្រាស់នៅ transistor រាប់លាននៅក្នុងហ្នឹងដើម្បីឲ្យវាដំណើរការគណនាហ្នឹងបានច្រើនបានលឿនអីចឹងទៅហើយពេលហ្នឹងក៏ចាប់ផ្ដើមចេញជាឧបករណ៍អេឡិចត្រូនិកដូចជាកុំព្យូទ័រដែលយើងប្រើប្រាស់គេហៅថាយកតាមខ្លួនដូចជា PC អីជាដើមដែលយើងធ្លាប់តែលើកគេថា build PC build កុំព្យូទ័រហ្នឹងឯងហើយក៏មាន GUI មាន graphical user interface ជាប្រភេទរូបភាពដែលយើងឃើញនៅលើអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងណាពេលហ្នឹងចេញហើយមានអ៊ីនធឺណិតមានអីចឹងទៅអញ្ចឹងនៅក្នុងយុគសម័យហ្នឹងគឺចាប់ផ្ដើមមានអ៊ីនធឺណិតហើយដែលចេញប្រភេទ Apple អញ្ចឹងឧទាហរណ៍ក្នុងនេះគឺ Intel 4004អាហ្នឹងគឺជាឧបករណ៍ស្តៀងបែបនេះរបស់ Intel ចេញឆ្នាំ1971ហើយពេលហ្នឹងក៏ក្រុមហ៊ុន Apple បានបង្កើតនៅកុំព្យូទ័រជំនាន់ទី2របស់គាត់គឺ1977នៅក្នុងឆ្នាំហ្នឹងអញ្ចឹងអ្នកនរអាច search បាន Apple ហើយដាក់អក្សរ I ពីរដងទៅឃើញរៀងកុំព្យូទ័រហ្នឹងហើយជាកុំព្យូទ័រដំបូងរបស់ Apple ដែលហៅថាប្រើប្រាស់នៅ microprocessor ក៏ដូចជាបច្ចុប្បន្នហើយយើងអាចនិយាយបានថា laptop យើងប្រើសប្តាហ៍ថ្ងៃឬជាទូរស័ព្ទដៃរបស់យើងផ្ទាល់ក៏ជាកុំព្យូទ័រដែរអញ្ចឹង pro con វាគឺបានន័យថាវាល្អត្រង់ថាវា affordable មនុស្សគ្រប់គ្នាអាចប្រើប្រាស់វាបានវាជួយឲ្យសេដ្ឋកិច្ចយើងជុំវិញពិភពលោកមានការកើនឡើងមានកំណើនមានអីផ្សេងប្រើប្រាស់នៅក្នុងផលប្រយោជន៍ច្រើនមែនទែនប៉ុន្តែវាចូលលក្ខណៈមួយគេហៅថា physical limit រូបវិទ្យានេះអាហ្នឹងគឺវាមានដែនកំណត់ហើយគេចាប់ដើមមនុស្សចាប់ដើមរកអ្វីដែលថ្មីដែលប្រសើរជាងនឹងទៅទៀតដើម្បីឲ្យការបំពេញការងាររបស់មនុស្សជាតិគឺកាន់តែល្អប្រសើរឡើងអញ្ចឹងចូលដល់ generation ទី5គេថា fifth generation អាចរាប់ចាប់ពីឥឡូវហ្នឹងដូចគ្នាទៅដល់ពេលអនាគតឬអីចឹងទៅគឺគេ focus ទៅលើ AI ក៏ដូចជា quantum អញ្ចឹងAI quantum ស្មើទៅលើ machine learning neural network ក៏ដូចជា ChatGPT ហេតុអីបានជាខ្ញុំនិយាយថា ChatGPT ជាកុំព្យូទ័រអ្នកនេះធ្លាប់តែឮពាក្យថា ChatGPT ឬក៏ធ្លាប់តែប្រើ ChatGPT នៅក្នុង website ប៉ុន្តែអ្វីដែលនៅពីក្រោយ ChatGPT គឺជាម៉ាស៊ីនកុំព្យូទ័រនឹងឯងម៉ាស៊ីនដែលដំណើរការទៅដោយឧបករណ៍ថ្លៃឧបករណ៍ដែលខ្លាំងព្រោះដោយសារមិនមែនតែអ្នកនរគ្នាម្នាក់ទេដែលប្រើគឺមានថាមនុស្សជុំវិញពិភពលោកប្រើសួរសំណួរអីមួយឲ្យវាគិតឲ្យវាចេញជាចម្លើយយើងឲ្យវាបង្កើតជារូបភាពជាសម្លេងជាអីឲ្យយើងអញ្ចឹងគឺវាត្រូវការការគណនាខ្លាំងមែនទែនអញ្ចឹងអាហ្នឹងកើតចេញពីការបង្រៀនម៉ាស៊ីនឲ្យស្វែងយល់អំពីឧបករណ៍ពីធាតុពីអក្សរពីភាសារបស់មនុស្សឲ្យចេះគិតពិចារណាដូចមនុស្សអញ្ចឹងគឺដំណើរការទៅលើកុំព្យូទ័រមួយដែលមានកម្លាំងខ្លាំងមួយទៀត quantum computing គឺ focus ទៅលើគេហៅថា qubit ក៏ដូចជា superposition បានន័យថា
កាលមុនខ្ញុំប្រើកុំព្យូទ័រធម្មតាតែឥឡូវគឺចេញ Quantum Computer ដែលវាអាចថាដូចរូបភាពនេះដែលអ្នកនរឃើញហ្នឹងគឺមានសរសៃអញញ៉ចឹងទៅហើយមួយរយៈក្រោយមុននេះគឺមានដូចជា Microsoft វិញណាគាត់ចេញជា chip ប្រើជាមួយនឹង Quantum Computer ដែលនិយាយខ្លីទៅគឺវាលឿនមែនតើយើងធ្លាប់តែគេថាqubit នេះបានន័យថាជាលបឿនមួយឬក៏ការដែលកណនីហ្នឹងគឺទ្វេដងបើខ្ញុំប្រៀបធៀបពីលបឿនវិញឧទាហរណ៍យើងធ្លាប់តែជិះឡានពីភ្នំពេញទៅសៀមរាប5ទៅ6ម៉ោងរយៈពេលហ្នឹងគឺអាចថាយូរហើយប៉ុន្តែគេផ្លាស់ប្ដូរពីអាការជិះ5ទៅ6ម៉ោងហ្នឹងនៅលើឧបករណ៍ថ្មីមួយហ្នឹងគឺវាអាចឲ្យយើងធ្វើដំណើរត្រឹមតែ1វិនាទីចេញពីភ្នំពេញទៅដល់សៀមរាបអញ្ចឹងអាលបឿនហ្នឹងហើយការធ្វើឲ្យវាទ្វេដងលឿនខ្លាំងហ្នឹងហើយគេហៅថា quantum computing ជាឧបករណ៍មួយដែលលឿនខ្លាំងអញ្ចឹងពេលហ្នឹងក៏គេ focus ទៅលើគេហៅថា cloud ក៏ដូចជា computer នៅលើអាកាស computer ទៅលើ cloud ដែលគេ provide ឲ្យយើងប្រើប្រាស់ run server run អីដោយយើងមិនចាំបាច់មានអា computer នៅផ្ទះផ្ទាល់អញ្ចឹងយើងគ្រប់យ៉ាងគឺនៅលើ internet ពេលហ្នឹងក៏គេនិយាយអំពី internet of things IoT ក៏ដូចជាលបឿន internet 5G 6G ដែរអូខេអញ្ចឹងជាឧទាហរណ៍ដូចជា IBM Quantum Google TensorFlow OpenAI ChatGPT-4 អញ្ចឹងអាទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាយុគសម័យថ្មីនៃកុំព្យូទ័រដែលវានៅពីក្រោយខ្នងនៃកុំព្យូទ័រដែលយើងកំពុងតែរៀនហ្នឹងអញ្ចឹងអាហ្នឹងគឺអ្នកគ្នាក៏ត្រូវតែដឹងដែរហើយនេះហើយគឺជាចំណុចដែលខ្ញុំ add បន្ថែមនៅក្នុងមេរៀនហ្នឹងព្រោះមេរៀនដែលខ្ញុំធ្លាប់បង្កើតពីមុនមកអំពី basic computer ហ្នឹងអត់បានលើកពីអាហ្នឹងទេហើយខ្ញុំបាននិយាយពី key shift ទេគ្រាន់តែដឹងថាវាលឿនហើយខ្ញុំនឹងអាចនិយាយខ្លះៗទៅរៀបថា generation របស់វាមាន5ហ្នឹងប៉ុន្តែត្រង់ generation ទី4និងទី5នេះវាខុសត្រង់ថាវាចាប់តាំងពីឆ្នាំ1971រហូតដល់បច្ចុប្បន្នប៉ុន្តែ generation ទី5នេះគឺវានៅក្នុងចន្លោះ generation ទី4ហ្នឹងគឺវាចាប់ពី2010រហូតដល់អនាគតកាលព្រោះក្នុងកំឡុងពេលដែលយើងនិយាយពី processor ប្រើប្រាស់កុំព្យូទ័រ internet smartphone ទូរស័ព្ទយើងហ្នឹងក៏គេបង្កើតនៅ AI quantum នឹងដែរនៅក្នុងចន្លោះហ្នឹងអញ្ចឹង generation ទី4ទី5ហ្នឹងគឺវាអាចថាគេស្វែងរកអ្វីដែលថ្មីដើម្បីឲ្យជីវិតរបស់មនុស្សយើងកាន់តែប្រសើរឡើងឥឡូវចូលមកដល់ចំណុចបន្ទាប់ទៀតគឺ 1.3 ដែលយើងនិយាយអំពីលក្ខណៈសម្បត្តិរបស់កុំព្យូទ័រអញ្ចឹងវាមាន7ទី1គឺល្បឿនកុំព្យូទ័រគឺគេហៅថាជាឧបករណ៍មួយដែលអាច process នៅ operation បានដល់រាប់ពាន់លានក្នុងមួយវិនាទីហើយຂະຫນາດរបស់វាគឺគិតជា gigahertz ក្នុងមួយ teraflop មួយទៀត real time task real time task មានថាយើងលេងហ្គេមបុគ្គលម្នាក់នៅទីតាំងមួយទៀតបុគ្គលម្នាក់ទៀតនៅទីតាំងផ្សេងមួយទៀតគាត់និយាយសលេងនៅក្នុងហ្គេមក្នុងពេលតែមួយគាត់ធ្វើការបំពេញនៅសកម្មភាពឲ្យមួយដូចហ្គេម PUBG អញ្ចឹងគឺវា real time មែនតើគាត់ថាបុគ្គលកគាត់ងាកឬក៏គាត់ធ្វើសកម្មភាពមួយបុគ្គលខក៏គាត់អាចមើលឃើញទៅតាមអេក្រង់ទូរស័ព្ទរបស់គាត់អញ្ចឹងទៅមួយទៀតដូចជា stock trading ការព្យាករណ៍អាកាសធាតុអីចឹងទៅអញ្ចឹងអាហ្នឹងគឺ real time មែនតើមួយទៀតចំណុចទី2គឺភាពច្បាស់លាស់ accurate ភាពគេហៅថាសុក្រិតអញ្ចឹងគឺការកណនាទៅលើអ្វីមួយផ្នែកវិទ្យាសាស្ត្រណាគឺវាមានភាពសុក្រិតវាច្បាស់លាស់ឬក៏បើនិយាយពីភាគរយវិញវាសឹងតែ 99% ហើយដែលវាត្រឹមត្រូវទៅតាមការព្យាករណ៍ទៅតាមការវិភាគអីចឹងទៅហើយក៏វាអាចជួបបញ្ហា error មួយចំនួនដែរ error នោះវាអាចមកពីផ្នែកណាមួយនៃកុំព្យូទ័រហ្នឹង hardware អញ្ចឹងណាឬក៏អាចថាជាកម្មវិធីរបស់កុំព្យូទ័រតែអ្នកសរសេរកូដគាត់សរសេរឲ្យវាខុសអីចឹងទៅទី3គឺភាពស្វ័យប្រវត្តិរបស់កុំព្យូទ័រគឺកុំព្យូទ័រវាដំណើរការគ្រប់យ៉ាងគឺដោយស្វ័យប្រវត្តិវាអាច backup update ឬក៏ធ្វើអីមួយដើម្បីឲ្យមនុស្សកាត់បន្ថយការគិតគូរទៅលើវាច្រើនវាធ្វើដោយស្វ័យប្រវត្តិយើងប្រើប្រាស់កម្មវិធីយើងអត់ដឹងថាកម្មវិធីហ្នឹងមានមេរោគទេតែកុំព្យូទ័រវានឹងព្យាយាមវិភាគថាឯកសារហ្នឹងមានមេរោគអត់វាធ្វើឲ្យយើងស្វ័យប្រវត្តិព្រោះមនុស្សយើងអាចមើលដឹងគ្រប់យ៉ាងទេទី4គឺការស្តុកទុកទិន្នន័យអញ្ចឹងកុំព្យូទ័រលក្ខណៈសម្បត្តិវាគឺបានថាយើងអាចស្តុកទុកទិន្នន័យបានធំដែលយើងរាប់ចាប់ពី gigabyte terabyte petabyte ទាំងនៅលើកុំព្យូទ័ររបស់យើងនិងនៅលើ cloud នៅលើ internet អីចឹងទៅមួយទៀតគឺយើងនិយាយអំពីការផលិតមាតិកាផ្សេងៗក៏ដូចជា adapt នៃការប្រើប្រាស់កុំព្យូទ័រនឹងបានគ្រប់វិស័យទាំងអស់ទាំងនៅលើវិស័យសុខាភិបាលវិស័យអប់រំក៏ដូចជាវិស្វកម្មអីផ្សេងៗហ្នឹងទៅក៏ដូចជាការបង្កើតមាតិកាការធ្វើ AI ការធ្វើវិភាគទិន្នន័យទី6គឺបានថាដំណើរការរបស់វាគឺអត់ចេះនឿយហត់វាឧស្សាហ៍វាអីចឹងទៅបានថាយើងដំណើរការវាសឹងតែ24ម៉ោងក្នុងរយៈពេល7ថ្ងៃហ្នឹងគឺបាច់ឈប់ក៏បានដែរព្រោះដោយសារអីកុំព្យូទ័រមួយចំនួនគេហៅថាជា server កុំព្យូទ័រគឺវាអាចថាមានខួរក្បាល2ឬក៏ CPU 2ដែលវាឆ្លាស់វេនគ្នា
រៀងរាល់ពី10ម៉ោងម្ដងអញ្ចឹងទៅអញ្ចឹងយើងសឹងថាបាច់ខ្វល់ពីវាដំណើរការរហូតយើងចង់ឲ្យវាដំណើរការ7ឆ្នាំដោយមិនបាច់បិទក៏បានដែរឲ្យតែមានភ្លើងអគ្គិសនីគ្រប់គ្រាន់អញ្ចឹងអាហ្នឹងគឺវាអត់ដែលចេះខូចទេបើសិនជាវាខូចគឺវាអាច alert ឬក៏ផ្ដល់ដំណឹងឲ្យយើងមុនថាអូផ្នែកវារបស់មួយនេះឈឺហើយអញ្ចឹងយើងត្រូវការដូរយើងគាត់ដូរទៅបានហើយតែវានៅដំណើរការជាងវាអត់ឈប់ទេហើយគេអាចប្រើវាសំដៅទៅលើ server ឬក៏ air traffic control នៅតាមទីតាំងអាកាសចរពលានយន្តហោះគឺគេប្រើប្រាស់កុំព្យូទ័រជាប្រភេទ server ហ្នឹងដើម្បីធ្វើជា air traffic control ព្យាយាម control ទៅលើយន្តហោះយន្តអីចឹងដែរអញ្ចឹងអាហ្នឹងគឺជាគេថាលក្ខណៈសម្បត្តិរបស់វាបាទហើយនឹងចុងក្រោយគេគឺ multitasking មានន័យថាវាអាចបំពេញកាតព្វកិច្ចដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយទៀតដូចយើង live game អញ្ចឹងដើម្បី live game តើយើងត្រូវការកម្មវិធីដែលចាប់យករូបភាពលើអេក្រង់អញ្ចឹងរូបភាពលើអេក្រង់យើងគឺ game អញ្ចឹងយើង run game ផង run អាកម្មវិធីចាប់រូបភាពហ្នឹងឲ្យបញ្ជូនវាទៅកាន់អ៊ីនធឺណិតទៀតអញ្ចឹងអាការបំពេញការងារច្រើនហ្នឹងគឺវាមានលទ្ធភាពអាចធ្វើបានអញ្ចឹងហ្នឹងលក្ខណៈសម្បត្តិរបស់វាឯងឥឡូវយើងមកនិយាយអំពីសារៈសំខាន់របស់កុំព្យូទ័រនៅក្នុងជីវិតយើងប្រចាំថ្ងៃអញ្ចឹងទី1គឺការប្រស័យតាក់ទងគ្នាយើងប្រើប្រាស់កុំព្យូទ័រដើម្បីធ្វើការដើម្បីប្រើប្រាស់ email ដើម្បីលេងបណ្ដាញសង្គមក៏ដូចជាការផ្ញើឯកសារឲ្យគ្នាទៅវិញទៅមកឆាតសួររកមើល call មើលមុខគ្នាអីចឹងទៅដោយការរៀនក៏យើងរៀនតាម Zoom អញ្ចឹងតែយើងប្រើ Google Meet ប្រើអីចឹងណាទី2គឺការបំពេញការងារឲ្យមានប្រសិទ្ធភាពយើងប្រើប្រាស់វាដើម្បី design ដើម្បីធ្វើការងារ freelance ផលិតជាវីដេអូចម្រៀងអីចឹងទៅយើងអាចធ្វើកិច្ចការងារជាក្រុមជាអីចឹងទៅឲ្យវាមានប្រសិទ្ធភាពយើងបំពេញការងារហើយវាគេថាប្រកបវិជ្ជាច្បាស់លាស់យើងប្រើប្រាស់កម្មវិធីនៅក្នុងហ្នឹងដូចផ្នែក accounting គេប្រើប្រាស់ QuickBooks អីចឹងណាអញ្ចឹងអាហ្នឹងគេប្រើវាដើម្បីបំពេញការងារហ្នឹងឯងទី3គឺវិស័យអប់រំនិងការរៀនអញ្ចឹងយើងប្រើប្រាស់កុំព្យូទ័រដើម្បីរៀនដោយនៅក្នុងយើងអាចមើល file PDF e-book យើងអាចរៀន online តាមរយៈ website មួយចំនួនដូច Coursera ដូច Udemy Khan Academy យើងប្រើ Google Classroom យើងគេថា interactive វាជាមួយនឹង tool មួយចំនួនសម្រាប់ virtual classroom ណាព្រោះពីមុន COVID គឺយើងរៀននៅថ្នាក់ផ្ទាល់បន្ទាប់ពី COVID គឺយើងរៀនតាម online អញ្ចឹងយើងអាចថាមានការងារមួយចំនួនយើងអាចរៀនដោយមិនបាច់ជួបមុខគ្នាអញ្ចឹងអាហ្នឹងនៅក្នុងវិស័យអប់រំមួយទៀតវិស័យសុខភាពគេថាសុខុមាលភាពគឺវាអាចវិភាគទៅលើជំងឺយើងអាច record ទៅលើជំងឺយើងអាចគេហៅថា track មើលទៅលើ fitness ក៏ដូចជាសុខភាព matrix យើងដែលប្រើ app អីចឹងទៅដូចយើងប្រើប្រាស់នាឡិកាមួយដែលអាចចាប់មើលសម្ពាធឈាមរបស់យើងអញ្ចឹងអាហ្នឹងវាអាច track ដឹងពេលណាដែលយើងលើសសម្ពាធឈាមវាប្រាប់យើងវា alert យើងពេលណាយើងខ្វះជាតិទឹកវាអាច track អាហ្នឹងអានាឡិកាដែលយើងពាក់នឹងដៃគេហៅថា smart watch ហ្នឹងក៏ជាកុំព្យូទ័រដែរទី5 entertainment យើងអាចប្រើប្រាស់វាដើម្បីគេហៅថាមើលរឿងចាក់ចម្រៀងលេងហ្គេមកម្សាន្តអីចឹងណាអាហ្នឹងគឺ entertainment ហើយយើងអាចប្រើប្រាស់ VR AR ដូច Apple គាត់ទៅបង្កើត VR មួយដែលយើងពាក់ហើយយើងអាចមើលឃើញមនុស្សនៅខាងក្រៅទាំងនៅក្នុងពិភពពិតប្រាកដនិងមិនពិតប្រាកដយើងអាចបំពេញការងារនៅក្នុងហ្នឹងដើម្បីកម្សាន្តអារម្មណ៍អីចឹងទៅទី6គឺ daily convenience គឺសំដៅទៅលើ smart home ឧបករណ៍មួយចំនួនដែលជួយសម្រាលកិច្ចការងារមួយចំនួននិយាយឃើញចង់ឲ្យយើងរស់ស្រួលហ្មងគឺតែយើងចង់បើកភ្លើងយើងមិនបាច់ទៅដើរទៅចុចបើកភ្លើងយើងប្រើតែសលេងយើងនិយាយខ្ញុំចង់បើកភ្លើងគឺវាបើកភ្លើងអាហ្នឹងគេហៅថា smart home ឬក៏ voice assistant ដូចជាការសួរ Google សួរអីផ្សេងៗហ្នឹងទៅឲ្យវារកចម្លើយឲ្យយើងអញ្ចឹងណាក៏ដូចជា online shopping banking ក៏ដូចជា bill payment យើងប្រើប្រាស់ដើម្បីទិញអីវ៉ាន់ទិញអីដើម្បីកម្សាន្តដើម្បីទិញអីវ៉ាន់កម្សាន្តទិញអីវ៉ាន់យើងមកប្រើប្រាស់ដើម្បីការបំពេញតម្រូវការរបស់យើងប្រចាំថ្ងៃទី7គឺ global connectivity yes គឺយើងអាចដឹងអំពីព្រឹត្តិការណ៍ឬក៏រឿងរ៉ាវនៅក្នុងជុំវិញពិភពលោកយើងអាច access real time news យើងមើលដឹងពីអាកាសធាតុយើងដឹងអំពីព័ត៌មានផ្សេងៗតាមរយៈប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាប្រទីបមួយគេថាជាច្រកផ្លូវមួយដែលមនុស្សអាចធ្វើការរៀនសូត្រអំពីវប្បធម៌អរិយធម៌តំបន់ភូមិសាស្ត្រក៏ដូចជាបញ្ហានានានៅក្នុងជុំវិញពិភពលោកហ្នឹងឯងរវាងប្រទេសនិងប្រទេសរវាងប្រទេសមួយនិងមនុស្សជុំវិញពិភពលោកទី8គឺ innovation និង problem solving គឺតកតងជាមួយនឹងនវានុវត្តន៍ក៏ដូចជាការដោះស្រាយបញ្ហាគឺ power AI robotics ក៏ដូចជាការ research បែបវិទ្យាសាស្ត្រអីចឹងទៅការដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញនឹងយើងប្រើ AI ប្រើអីចឹងណាបាទ
ឥឡូវយើងមកនិយាយពីប្រភេទរបស់កុំព្យូទ័រចំណុចនេះគឺជាចំណុចចុងក្រោយឯនៃមេរៀនហ្នឹងអញ្ចឹងប្រភេទរបស់កុំព្យូទ័រគឺវាមានច្រើនពេលដែលយើងនិយាយពីកុំព្យូទ័រអ្នកនរគ្នាប្រកាសជាស្មានថាកុំព្យូទ័រមិនមែនតែលើតុឬក៏ laptop ទេនិយាយទៅគឺបានន័យថាវាមានច្រើនជាងហ្នឹងទៀតវាមិនមែនថា laptop យើងដាក់ចូលកតាបមកអាហ្នឹងគេហៅថាកុំព្យូទ័រតែមានច្រើនជាងហ្នឹងទៀតអញ្ចឹងទី1 super computer ខ្ញុំនិយាយពីធំទៅទូចអញ្ចឹង super computer គឺជាកុំព្យូទ័រមួយដែលគេហៅថា powerful faster computer ដែលខ្លាំងវាអាចបំពេញការងារដែលមានភាពស្មុគស្មាញក៏ដូចជាគេហៅថាទៅលើទិន្នន័យដែលធំខ្លាំងអញ្ចឹងជាទូទៅគឺគេប្រើប្រាស់វានៅក្នុងការ simulate ទៅលើផ្នែកវិទ្យាសាស្ត្រក៏ដូចជាការព្យាករណ៍អាកាសធាតុឬក៏ការ research ទៅលើទិន្នន័យអីផ្សេងៗហ្នឹងទៅជាឧទាហរណ៍ដូចជា IBM Blue Gen Great Titan អីហ្នឹងដូចអ្នកនរឃើញនៅរូបនេះគឺទំហំវាធំចង់ប៉ុនមនុស្សហើយនៅក្នុងហ្នឹងគឺវាមានគេហៅថា CPU មានអីទៅដូច laptop យើងយកតាមខ្លួនធម្មតាគ្រាន់តែវាដំណើរការទៅលើឧបករណ៍ឬក៏ធាតុផ្សំហ្នឹងខ្លាំងអញ្ចឹងវាលឿនខ្លាំង super computer ហ្នឹងមួយទៀតគឺ mainframe computer គឺវាធំវា powerful machine មួយដែលវា handle ទៅលើ process amount of data សម្រាប់ organization ដែលធំមួយវាមែនតើវាសឹងតែផាកផាយជាមួយនឹង super computer ដែរប៉ុន្តែវាអាចថាវានៅក្នុងតំបន់មួយដែលមានដែនកំណត់នៅក្នុងអង្គភាពអាជីវកម្មមួយនៅក្នុងធនាគារនៅក្នុងភ្នាក់ងាររដ្ឋាភិបាលឬក៏តំបន់ក្រុមហ៊ុនណាមួយអញ្ចឹងទៅអញ្ចឹងទៅដូច IBM Z series ក៏ដូចជា Unisys ClearPath អាហ្នឹងអាចប្រើវានៅក្នុងវិស័យធនាគារឯដែរបាទដើម្បីយកទៅ stock ទុកធ្វើ server ឬក៏យកទៅវិភាគដំណើរការគណនាអីផ្សេងក្នុងទម្រង់ទិន្នន័យច្រើនមែនតើអូខេមួយទៀតគឺគេហៅថា micro computer អញ្ចឹង micro computer គឺសំដៅទៅលើកុំព្យូទ័រធំដែលយើងធ្លាប់តែឃើញ gaming computer Dell computer Lenovo ធំដែលយើងឃើញតាមហាងកុំព្យូទ័រណាឬក៏ laptop ដូចជា Windows laptop Mac អីហ្នឹងអញ្ចឹងអាហ្នឹងគឺជា micro computer យើងអាចហៅកាត់មួយទៀតគេថា PC ឬក៏ personal computer អញ្ចឹងអាហ្នឹងគឺអាចថាជា foundation មួយដែលមនុស្សចាប់ផ្ដើមស្គាល់ពីកុំព្យូទ័រគឺទៅលើប្រភេទហ្នឹងហើយអ្វីដែលខ្ញុំ mention ពីខាងលើគឺអ្វីដែលវា top grade នៅលើអាកុំព្យូទ័រហ្នឹងទៀតមិនមានតែប៉ុណ្្នឹងទេមាន all in one មួយដែរ all in one computer ហ្នឹងគឺមិនថាគ្រឿងក្នុងរបស់កុំព្យូទ័រទាំងអស់នេះគឺ build ចូលទៅក្នុងអេក្រង់នេះតែម្ដងវានៅខាងក្នុងហ្នឹងមួយឈុតហ្មងអញ្ចឹងយើងយកតាមួយឈុតនេះយកទៅដោតតាលើព្រីភ្លើងទៅគឺបើកចេញពីកុំព្យូទ័រហ្មងបាច់ទៅការធុងឲ្យព្រោះម៉ាស៊ីនហ្នឹងគឺដាក់ចូលទៅក្នុងនេះហើយអាហ្នឹងគឺ all in one ដូច MacBook Microsoft Surface Dell HPS HP Heavy NV អញ្ចឹងទៅមួយទៀតគឺ workstation គឺជាកុំព្យូទ័រធម្មតាដូចយើងដែរគ្រាន់ថាវាកម្លាំងខ្លាំងតិចគេប្រើវាសម្រាប់នៅក្នុងការគូប្លង់គូ graphic កាត់តវីដេអូឬក៏គេហៅថាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រផ្នែកវិទ្យាសាស្ត្រដែលគាត់ប្រើសម្រាប់ simulation អីផ្សេងគឺគេប្រើហ្នឹងនិយាយទៅដូចតែ Dell ដូចយើងធម្មតាគ្រាន់តែគេប្រើវាជាមួយនឹងអេក្រង់ច្រើនវិភាគទិន្នន័យបើកចោលបើកអីមើលអញ្ចឹងទៅអូខេឬក៏អ្នកខ្លះទៀតគាត់ត្រូវការកាត់វីដេអូកាត់អីត្រូវការកុំព្យូទ័រខ្លាំងកាត់រឿងកុនរឿងអីចឹងណាអញ្ចឹងគេប្រើប្រាស់នៅ workstation ហ្នឹងមួយទៀតគឺ server គឺជាកុំព្យូទ័រមួយដែលវាមានអានុភាពដំណើរការ24ម៉ោងលើ7ថ្ងៃបានន័យថាយើងបើកវារហូតយើងអត់ shut down វាឲ្យតែវាមានភ្លើងគ្រប់គ្រាន់គឺវាដំណើរការរហូតអញ្ចឹងអាហ្នឹងគឺជា server computer ហើយ server អញ្ចឹងគឺគេ design វាសម្រាប់ provide service resource data to another computer នៅក្នុង network នៅក្នុងក្រុមហ៊ុនមួយយ៉ាងតិចក៏ត្រូវតែមាននៅ server ហ្នឹងមួយដែរដើម្បីដាក់ដំណើរការ share file share អីក៏ដូចជា stock ទុកទិន្នន័យរបស់បុគ្គលិកឬក៏យកទៅ share ជាការ resource មួយចំនួននៅក្នុងក្រុមហ៊ុនមួយហ្នឹងជា system run អីចឹងណាអញ្ចឹងអាហ្នឹងគឺយើងចង់ចូលទៅប្រើប្រាស់អីមួយពីក្នុងហ្នឹងពេលណាក៏បានវាអត់ down ទេក៏មកតែដាច់ភ្លើងឬក៏យើងផ្គត់ផ្គង់តាម UPS តាមភ្លើងទប់ភ្លើងអីចឹងទៅវានៅបានយូរអញ្ចឹងគេអាចប្រើប្រាស់វាដើម្បីយកទៅធ្វើជា web server ដើម្បី handle នៅ web request តែយើងធ្វើ website មួយយើងយកវាទៅធ្វើជា web server យើងអាច access ទៅកាន់វាតាមរយៈ IP ឬក៏តាមរយៈ domain របស់វាអញ្ចឹងគឺគេហៅថាវា on time វា real time វា up រហូតវាយើងអាចចូលទៅបានគ្រប់ពេលវេលាយើងអាចធ្វើជា database server stock ទុកទិន្នន័យបុគ្គលិក stock ទុកទិន្នន័យ store database អីផ្សេងៗនៅក្នុងហ្នឹងមួយទៀតគឺ file server យើង share storage បុគ្គលិក10នាក់ក្នុង10នាក់ហ្នឹងគឺគាត់អាច access បានទំហំប្រមាណនៅក្នុងកុំព្យូទ័រហ្នឹងដើម្បីដាក់ឯកសារផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងទៅអញ្ចឹងអានេះដូចជាប្រភេទ Dell ណាបាទ Dell PowerEdge បាទមានច្រើនbrand មែនទែនគេយកទៅ run server ហើយអាហ្នឹងកុំព្យូទ័រហ្នឹងមានខួរក្បាល2វាចែកម៉ោងគ្នាពី10ម៉ោងម្នាក់អញ្ចឹងទៅដើម្បីឲ្យ
វាមានពេលសម្រាកមានអីចឹងណាហើយដំណើរការអត់ឈប់ទេហើយយើងគ្រាន់តែ add នៅ hard disk ចូលអង្គ stock ទុកទិន្នអីចូលទៅគឺយើងអាចប្រើប្រាស់តហើយពេលណាមានបញ្ហាគឺវា alert យើងថាhard disk ទី1ទី2ទី3ចិត្តខូចចិត្តអីចឹងទៅវាប្រាប់យើងហើយចូលមកដល់មួយទៀតគឺគេថា Ambit Computer Ambit Computer គឺជាកុំព្យូទ័រមួយដែលដកចេញពីកុំព្យូទ័រមេឬក៏វា share នៅstructure ពីកុំព្យូទ័រធំឥឡូវជាឧទាហរណ៍មួយដូចSmart TV អញ្ចឹង Smart TV មួយចំនួនគឺវាគេហៅថាដំណើរការដូចទូរស័ព្ទដៃរបស់យើងអញ្ចឹងទូរស័ព្ទដៃរបស់យើងមានកម្មវិធីដែលយើងអាចបញ្ជាវាធ្វើអីចាក់ឮសំឡេងចាក់អីហ្នឹងអញ្ចឹងទូ Smart TV ហ្នឹងក៏វាមានអាហ្នឹងដូចគ្នាបាទវាមានអាទម្រង់គណនាហ្នឹងដូចគ្នាមិនថាទូទេវាមានច្រើនដូចកាមេរ៉ាដូចជា router បាទអាកូនកុំព្យូទ័រនេះក៏ដូចជា Smart watch ហើយមានច្រើនទៀតអ្នកនរគ្នាហើយនឹងមួយទៀតជាប្រភេទគេហៅថា Arduino ក៏ដូចជា Raspberry Pi ហ្នឹងគឺជាផ្នែកមួយនៃកុំព្យូទ័រយើងអាចប្រើប្រាស់វាទៅលើគេហៅនេះជាឧទាហរណ៍ណាកន្លែងនេះ automotive control system smart TV digital camera gaming console បាទ microwave blood glucose monitor ATM robotic arm ឬក៏ការឡានដែលវាបើកដោយស្វ័យប្រវត្តិអា system ហ្នឹងគឺជាផ្នែកមួយនៃកុំព្យូទ័រហើយគឺគេដកចេញពីអាទម្រង់កុំព្យូទ័រធំមកធ្វើវាទៅជាកូនកុំព្យូទ័រទូចមួយដំណើរការតែមុខងារជាក់លាក់ទូចមួយហ្នឹងទៅវាដូច router គឺវាជាទម្រង់មួយដូចកុំព្យូទ័រយ៉ាងគ្រាន់តែគេប្រើប្រាស់អា resource របស់វាហ្នឹងគឺសម្រាប់តែដំណើរការផ្នែកចែករំលែក internet network អីចឹងទៅអាហ្នឹងគឺ router អូខេចូលដល់ slide ចុងក្រោយគេនៃមេរៀនមួយនេះអញ្ចឹងគឺមួយទៀតគេហៅថា mobile device smartphone និង tablet អញ្ចឹងមិនមែនតែកុំព្យូទ័រដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃទេ laptop ដែលយើងប្រើសប្តាហ៍ថ្ងៃអីទេគឺ iPad tablet iPhone smartphone Samsung ស្អីហ្នឹងគឺទាំងអស់ហ្នឹងហើយក៏ជាកុំព្យូទ័រដែរអញ្ចឹងអាហ្នឹងគឺយើងអាចថាមនុស្សគ្រប់គ្នាអាចមានសង្គ្រប់គ្នាយកតាមខ្លួនហ្នឹងព្រោះអីវាមានអា CPU វាមាន chip វាមាន RAM វាមាន storage អីហ្នឹងដូចទៅនឹងកុំព្យូទ័រធំៗគ្រាន់តែគេ build វាឲ្យទូចមែនទែនអញ្ចឹងអាហ្នឹងគឺយើងយកតាមខ្លួនបានអាហ្នឹងក៏ជាកុំព្យូទ័រដែរនឹងចុងក្រោយគេ quantum computer អញ្ចឹង quantum computer គឺជាកុំព្យូទ័រដែលវាមានអានុភាពកម្លាំងខ្លាំងគេថា quantum bit ឬក៏ qubit ដែលវា perform នៅគេហៅថា computative at speed ហ្នឹងគឺនិយាយទៅវាលឿនហ្មងលឿនជាង classical computer យើងធម្មតាឥឡូវហ្នឹងកំពុងតែស្ថិតនៅក្នុងការ research ឬក៏បង្កើតវាឲ្យចេញជាលទ្ធផលមួយដែលល្អប្រសើរហើយជាឧទាហរណ៍ដូច IBM Quantum ឬក៏ D-Wave អានេះរបស់ Google ណាបាទរបស់ Google ប៉ែនេះមេ Google ហើយនឹងដូចជា Microsoft អីហ្នឹងក៏ចេញជា quantum computer ដែរអូខេអញ្ចឹងចប់មេរៀនទី1នេះដែលយើងនិយាយពី interaction របស់ computer នេះវាអាចថាវែងបន្តិចមែនគឺយើងថាស្អីគេ computer វាដំណើរការបែបម៉េចវាមានសារៈសំខាន់បែបម៉េចហើយលក្ខណៈសម្បត្តិរបស់ computer នឹងបែបម៉េចហើយ computer មានអីគេខ្លះអញ្ចឹងប៉ុណ្ណឹងខ្ញុំគិតថាអ្នកនរដឹងពី foundation របស់ computer ហើយវីដេអូក្រោយគឺយើងនឹងនិយាយអំពីគ្រឿងក្នុងរបស់ computer ម្ដងហើយគ្រឿងក្នុងរបស់ computer ហ្នឹង slide ហ្នឹងក៏រៀងច្រើនដែរវាអាចចាយពេលច្រើនដែរអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅបាទមេរៀនក្រោយទៀត